បងស្រីគាត់អញ្ជើញមកដល់ភ្លាមគាត់ថាលោកគ្រូមុខខ្ញុំវាយទៅម្ខាងអញ្ចឹងមើលលោកគ្រូជួយកែបន្តិចមើលហើយគេថាទៅណាមកណាខ្ញុំមុខឡើងក៏ហឹបមកលោកគ្រូអាថ្មិញខាងក្រោមហ្នឹងអត់មានថ្មិញទៀតទាំងសងខាងលោកគ្រូអាហ្នឹងទាញចិត្តបានអត់អញ្ចឹងបញ្ហានៅក្នុងមាត់បងស្រីគឺមានតែប៉ុណ្្នឹងទេគាត់រៀបរាប់ប្រាប់អស់ហើយអូផ្លេចមួយទៀតធ្វើថ្មិញឲ្យស្អាតយកហុងស៊ុយអញ្ចឹងខ្ញុំទៅជាគ្រូពេទ្យគឺអត់មានអីទេមានតែថត X-ray មើលសិន check up ថ្មិញទាំងឡាយទាំងពួងនៅក្នុងមាត់បងស្រីហ្នឹងហើយក៏និយាយថាអូខេខ្ញុំអាចជួយបានពេទ្យថ្មិញមង្គលចូលចិត្តណាខេសចឹងអីនេះមួយឆ្នាំជាងមួយឆ្នាំប្រហែលជា5-6 ខែនឹងឯងលទ្ធផលគឺបានប៉ុណ្ណេះគឺលទ្ធផលបងស្រីគាត់សើចមកត្រង់វិញហើយលែងងាកឆ្វេងសើចស្ដាំទៀតហើយមកគាត់ក៏លែងបាក់លែងក៏ហឹបទៀតដែរបើនិយាយពីថ្មិញខាងក្រោមវិញចន្លោះទាំងពីរហ្នឹងខ្ញុំទាញបិទបានតែមួយទេដោយសារតែមួយទៀតវាជួបបញ្ហាអញ្ចឹងខ្ញុំបានជួយបងស្រីបានតែមួយហ្នឹងទេហើយមួយទៀតជំរឿបងស្រីគឺដាំបកគោក្នុងឆ្អឹងហើយអញ្ចឹងខេបងស្រីក៏ចិត្តចប់ដែរហើយខាងក្រោមខាងឆ្វេងហ្នឹងក៏ចិត្តបានដាំបកគោដែរអរគុណបងស្រីដែលតែងតែមានទំនុកចិត្តមកលើពេទ្យថ្មិញមង្គលទាំងពុតថ្មិញហើយនិងដាំបកគោក្នុងឆ្អឹងអូផ្លេចអរគុណអ្នកមើលហើយនិងស្ដាប់វីដេអូនេះផងហើយបើមានតម្រូវការចង់ពុតថ្មិញអីអាចទាក់ទងមកពេទ្យថ្មិញមង្គលបានអរគុណច្រើនបាយបាយ